ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះតកូនលោកខ្ចីនៅពេញរោងតែម្ដងហើយម៉ានថ្ងៃនេះញ៉ាំតែតកូនទេពីអ្នកភរិយាខ្ញុំហើយមានកំណត់ចង់ធ្វើមីកូរីណូដែលមីជាមីប្រភេទមីហិលហើយជាដំបូងយើងកាត់តកូនមកចិត្តកាត់ស្លឹកវាចោលហើយកាត់គល់វាចោលហើយយើងលាងវាពីវាទឹកឲ្យជ្រះដីយ៉ាងណាបងប្អូនតកួននេះគឺដាំខ្លួនឯងគឺធម្មជាតិពិតតែម្ដងបងប្អូននៅស្រុកស្រែស្រួមយ៉ាងដែរយើងដាំដុះខ្លួនឯងបានអត់ហត់ទិញលឹកគេអស់លុយយ៉ាងណាបងប្អូនហើយរបស់សុទ្ធតែធម្មជាតិញ៉ាំទៅអត់ប៉ះពាល់សុខភាពទេយើងស្រង់វាចេញពីទឹកលាងមកទឹកពីទឹកហ្នឹងទៅនេះដល់ទឹកទី2ហើយយើងលាងបន្តរហូតចឹងណាបងប្អូនដើម្បីឲ្យវាជ្រះដីញ៉ាំទៅវាមានសុខភាពដល់សុខភាពយើងហើយដើមល្អខាងមែនតើបងប្អូនដោយសារវាធ្លាក់ភ្លៀងពីវាមេកាត់ឆ្វេងដល់ស្ដាំការស្ដាំដល់ឆ្វេងគឺថាតាពីរងទេខ្ញុំពីរនាក់ហ្នឹងញ៉ាំតកូនឡើងមកពុយតកូនហ្នឹងហើយចូលដល់វីដេអូយើងបន្តទៀតឥឡូវនិយាយតប៉ែលត់ច្រើនហ្នឹងហើយយើងលាង3ទឹកបងប្អូនហើយចាំយើងយកទៅធ្វើមុខម្ហូបរបស់យើងគឺមីកូរីណូដាក់ត្រកគួនដំបូងយើងដាំទឹកក្តៅបងប្អូនដាំទឹកឲ្យវាក្តៅអញ្ចឹងគ្រឿងផ្សំរបស់យើងមានប៉ុណ្ណឹងមីស៊ុបខ្នុរតកួនហើយខ្ទឹមសខ្ទឹមក្រហមនេះបងប្អូនដុំស៊ុបខ្នុរដាក់រូបភ្លើងមន់នៅក្នុងហ្នឹងតែហើយតើអត់មានភ្លើងមន់ហ្នឹងគ្រឿងផ្សំរបស់យើងខ្ទឹមសដាក់ទាំងមូលហ្នឹងទៅបងប្អូនដំក៏បានដែរហើយស្ករប៊ីចេងនិងរ៉ូឌីហើយកុំភ្លេចដុំស៊ុបខ្នុរដាក់2ដុំក៏បាន1ដុំក៏បានតែខ្ញុំសម្រាប់ខ្ញុំដាក់2ដុំបន្ថែមរសជាតិឆ្ងាញ់នៅក្នុងមុខម្ហូបរបស់យើងហើយបន្ទាប់ពីទឹកពុះហើយយើងអាចចាប់ផ្ដើមបង់គ្រឿងយើងចូលទៅអាចគេថាឡើងឈ្ងុយតែម្ដងបងប្អូនពេលដែលដាក់គ្រឿងយើងចូលក្នុងទឹកកលុកចានអស់គ្រឿងជាបន្តទៀតយើងដាក់ទឹកម្ទេសក៏ដូចជាទឹកអត់ធ្វើឲ្យហឹរ spicy នៅក្នុងមុខម្ហូបហ្នឹងជូរអែមគឺទឹកកូរីណូបន្ទាប់មកយើងដាក់តកួនដែលយើងបានលាងមិញបងប្អូនច្បាច់វារៀងស្ទប់ទៅដាក់ចូលឡើងអស់ទៅកាត់ប្រហែលជាមួយដៃធំហើយដាក់ទៅឲ្យវាស្លោកបងប្អូនហ្នឹងហើយចាប់បានជះក្លិនឈ្ងុយមកតិចហ្នឹងបងប្អូនអើហើយបានហូបអីអូនតកួនអើអញឃើញវាតកួនរងថ្ងៃឆ្កែស៊ីកើតអូនទៅស្គាល់ទៀតទៅហ៊ានស៊ីកើតណាស់បងនោះចាស់ជាងមនុស្សធម្មតាមិនស៊ីកើតអូនគ្រប់យ៉ាងហើយដាក់ជាមួយនឹងហើយបន្ទាប់ពីវាស្លោកតកួនហើយនោះគឺជាខ្ទឹមសបងប្អូន2ដុំហ្នឹងហើយឡើងឈ្ងុយតែម្ដងបងប្អូនអើយហើយចាក់មីយើងចូលលើបងប្អូនទុកចោលមួយសន្ទុះរងចាំឲ្យវាចូលជាតិជាមួយនឹងសាច់មីហ្នឹងត្រឡប់វាអញ្ចឹងទៅចាំយើងលើកទៅញ៉ាំបន្ទាប់ពីវាឆ្អិនហើយយើងថែមក្រូចឆ្មាបន្តិចហើយដួសដាក់ចានមកដួសដាក់ក្នុងចានគាត់ដាក់ចានធំហ្នឹងទៅឡើងមួយចានទៅបងប្អូនធ្វើលក្ខណៈគ្រួសារទូចតែប៉ុណ្្នឹងទេបងប្អូនអើយវាទៅនិយាយបួស
này còn thắt vô bị hỉa sao mày vậy ហ្នឹងហើយបងប្អូនគឺតំណងខ្លាំងមែនតើឡើងហៀចានហើយបន្ទាប់មកយើងដាក់សារ៉ាយកញ្ចប់សារ៉ាយជាប់នឹងមីហ្នឹងជាមួយនឹងល្ង